បងថ្ងៃនេះសូមមកបង្ហាញជាមួយនឹងប្រភេទម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិអង្គរ sprayer ដែលមានចំណុះទឹក 1000 លីត្រជាប្រភេទធុង inox ដែលមានកម្រាស់ក្រាស់ធន់មាំល្អស័ក្តិសមជាមួយនឹងបងឧបមីដែលគាត់មានដំណាំហើយចង់យកទៅបាញ់ក្នុងចម្ការហើយបើនិយាយពីក្បាលបោរបស់គេវិញក៏ធន់ដែរបងគឺវាធន់ជាមួយនឹងទឹកខ្វក់សារធាតុគីមីផ្សេងៗហើយប្រើរាប់ឆ្នាំអត់ទៅណាទេបងអត់តែដល់មកទៅដូរក្លាប់ពេដូរប្រេងគឺបានហើយបើនិយាយពីធុងគេវិញមិនមែនធុងធម្មតាបងក្នុងធុងហ្នឹងគឺសិតតែមានប្រព័ន្ធកូរទឹកថ្នាំអូតូទៀតណាហើយថាតែមានប្រព័ន្ធអេឡិចត្រូស្តាទិកដែលជួយសំចៃទឹកថ្នាំរបស់យើងចំណេញពី30ទៅដល់50%បើនិយាយពីការបាញ់ថ្នាំវិញគឺបាញ់បានខ្ពស់ឆ្ងាយ40សពល្អមែនតើកម្ពស់អាចបាន12ទៅ15ម៉ែត្ររីឯចម្ងាយវិញរហូតដល់20ម៉ែត្របងហើយម៉ាស៊ីនបាញ់ថ្នាំនេះអត់មានបាច់ព្រួយចំណាយកម្លាំងពលកម្មច្រើនទេបងតែម្នាក់សម្រាប់បើកត្រាក់ទ័រគឺបាញ់ថ្នាំបានលឿនរហ័សមែនតើចង់បាញ់ពេលណាបានពេលហ្នឹងមិនថាដំណាំស្វាយដំណាំទុរេដំណាំកៅស៊ូគឺអាចបានទាំងអស់ហើយអាចសេរីក្បាលបិចទៅតាមអាយុដំណាំរបស់យើងចង់បាញ់បុកផ្សេងអាប់ផ្សេងក្រូចតាមតម្រូវការហើយបើកន្លែងណាដែលអត់មានដំណាំគឺយើងអាចបញ្ជាការបិទបើកក្បាលបិចទៅអូតូទៀតដូចនេះបើសិនជាបងមានតម្រូវការឬក៏ចង់សួរព័ត៌មានតាក់ទងជាមួយម៉ាស៊ីនបាញ់ថ្នាំមួយនេះបងអាចតាក់ទងតាមលេខទូរស័ព្ទនៅក្នុងវីដេអូនេះបានណា